បាទអូខេសួស្តីបងប្អូនទាំងគ្នាបាទអញ្ចឹងតាក់ទងទៅនឹងវីដេអូនេះគឺខ្ញុំប្រាប់ពីរបៀបនៃការតម្លើង tool rec បាទ tool បង្កើត account ហ្នឹងណាបាទអញ្ចឹងគឺដំបូងគឺយើង download file ដែលខ្ញុំតម្លាក់ឲ្យពេញសិនទៅបាទតម្លាក់នៅពេលដែលបងប្អូន download ហើយគឺបងប្អូនចូលមកកន្លែង file ហ្នឹងគឺយើងធ្វើការ extract វាអញ្ចឹងណាបាទអញ្ចឹងយើងគ្រាន់តែធ្វើការចុចright click បាទហើយបន្តទៀតយើងយកកន្លែង WinRAR យើងយក extract tool តោះណាបងប្អូនបាទអញ្ចឹងយើងធ្វើការ extract វាមកហើយនឹងឲ្យយើងធ្វើការរងចាំវាមក plate ណាបាទតាម plate វាអូខេបងបាទអញ្ចឹងយើងចាំវាដល់ពេញទៅបាទអូខេអញ្ចឹងនៅពេលដែលវាពេញហើយគឺយើងធ្វើការបើកវាមកបាទនេះបាទអញ្ចឹងនៅពេលដែលវានៅពេលបងប្អូនបើកមកគឺបងប្អូននឹងឃើញ file មួយដែលខ្ញុំដាក់ឈ្មោះ Pro Hum Software ណាបាទគឺបងប្អូនគ្រាន់តែធ្វើការបើកវាមកអញ្ចឹងណាបាទបាទអញ្ចឹងនៅពេលដែលបងប្អូនបើកមកដល់កន្លែងចំណុចហើយគឺយើងបើកវាអញ្ចឹងទៅបាទយើងចុច double click លើវាទៅហើយវានឹង load key បាទ load key នេះបងប្អូនចុចលើកន្លែង copy បាទ copy key ហ្នឹងផ្ញើមក Telegram ផងខ្ញុំមកអញ្ចឹងណាបាទហើយខ្ញុំនឹងធ្វើការ activate ឲ្យបងប្អូនទាំងអស់គ្នាបើកចេញអញ្ចឹងណាបងប្អូនបាទអូខេឥឡូវចាំ template គឺខ្ញុំ activate key នឹងតិចសិនបាទអូខេអញ្ចឹងឥឡូវខ្ញុំ activate key ហើយគឺយើងចូលមក open មកបាទយើងចូលមកបើកtool នឹងសារថ្មីម្ដងទៀតទៅបាទយើងចុចបិទវាហើយយើងធ្វើការបើកវាសាមិញមកគឺវា load ទាំង tool នឹងចេញមកឲ្យយើងអញ្ចឹងណាបាទអូខេហើយនៅពេលដែលយើងបើកចេញអញ្ចឹងហើយគឺយើងចូលទៅតម្លើង set up file មួយទៀតគឺ file environment អញ្ចឹងណាបងប្អូនបាទឥឡូវបាទអញ្ចឹងបងប្អូនអាចបិទ tool នឹងសិនទៅបាទយើងបិទវាសិនទៅហើយយើងចូលមកតម្លើងកម្មវិធីនេះមួយទៀតបាទ file នេះមួយទៀតគឺ set up environment បាទអញ្ចឹងយើងគ្រាន់តែចុច double click លើវាទៅហើយចុចលើកន្លែង more info យក set run anyway មកបាទ click on yes ហើយជំហានបន្ទាប់គឺយើង click យក download បាទយើង download template វាពេញដែរទេបាទយើងរងចាំវាបន្តិចសិនទៅអូខេអញ្ចឹងអានេះដោយសារតែខ្ញុំធ្លាប់ install វាហើយម្សិលហើយបានវា load អានឹងចេញមកអញ្ចឹងណាបាទអញ្ចឹងបើសិនកាលណាបងប្អូនអត់ទាន់តម្លើងទេវា load ឲ្យយើងចុច OK ធម្មតាអញ្ចឹងបាទយើងជួយគាត់ចុចវា load ចេញមកចេះបាទចុច OK អញ្ចឹងទៅបាទហើយជំហានបន្ទាប់គឺយើងចុចយកកន្លែង open បាទហើយយើងចុច next ទៅបាទ next រហូតមកណាបាទ install បាទ finish ហើយយើងធ្វើការចុច select អានេះទាំងអស់មកបាទ select all យើង copy វាណាហើយយើងចូលចុចលើកន្លែង start យើងsearch ពាក្យថា CMD នេះលោតលើហ្នឹងយើងចុចលើវាមកហើយយើងធ្វើការផាសវាចូលបាទផាសហើយយើងចុច enter បាទអញ្ចឹងយើង enter ហើយយើងចាំតិចសិនដើម្បីឲ្យវាដំណើរការរ៉ាន់ឲ្យវា complete អញ្ចឹងណាបាទអញ្ចឹងវា complete ហើយយើងធ្វើការបិទវាទៅបាទហើយយើងចុច set up បាទហើយអានេះយើងចង់ restart ក៏បានយើងបាយ restart ក៏បានដែរយើងចុច OK ទៅបាទតែប៉ុណ្្នឹងហើយគឺបងប្អូនអាចប្រើ tool បានអញ្ចឹងណាបាទគឺយើង install complete បាន 100%
អូខេអញ្ចឹងក្នុងវីដេអូស្ដាប់នេះខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងសិនបាទសូមអរគុណ